បាទសូមជម្រាបសួរប្រិមិត្តទូទស្សនិកជនជាទីមេត្រីដែលកំពុងមានវត្តមាននៅទីនេះសូមស្វាគមន៍មកកាន់កម្មវិធីប្រដាល់អារាមគុណខ្មែរបាទសូមផ្ទះដៃទាំងអស់គ្នាមួយបាទអរគុណច្រើនបងប្អូនយើងមករងចាំតាំងពីក្បាលល្ងាចបាទប៉ុន្តែដោយសារតែយើងមានបច្ចេកទេសទីទាក់ទងទៅនឹងការផ្សាយរបស់យើងអញ្ចឹងយើងក៏រៀងពជាពេលតែឥឡូវយើងចាប់ផ្ដើមរួចជាស្រេចអស់ហើយបាទតែការប្រកួតទេបាទអញ្ចឹងជឿថាបងប្អូនក៏កំពុងតែទន្ទឹងរង់ចាំថាម៉េចក៏ប្រដល់មកឥឡូវដល់ហើយនៅទីនេះគឺក្នុងបរិវេណនៃវត្តអូជុំឧត្តមសាមគ្គីស្ថិតនៅភូមិអូបាទឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបងដែលជាកម្មវិធីប្រកួតអារាមគុណខ្មែរលើកទី2បន្ទាប់ពីលើកទី1យើងធ្វើនៅឯវត្តរកាបាទចឹងវត្តរកាទៅនេះទៅឆ្ងាយដែរណាលោកថា100គីឡូជាងប៉ុន្តែក៏មានក្លឹបនៅចិត្តវត្តរកាហ្នឹងមកប្រកួតនៅនេះដែរដូចគ្នាយ៉ាងដែរបាទស្កាត់មកហើយលើបាត់ដំបងនេះគឺថាឲ្យតែមានកម្មវិធីដូចខ្ញុំឃើញលោកគ្រូជប់ហ្នឹងគាត់6ម៉ូតូមក6ម៉ូតូគ្នាប្រហែលអ្នកគ្នានៅច្រើនជាង6នាក់ទេមកគ្នា3នាក់6ម៉ូតូចំណាយហើយខ្ញុំកណាសូមក្រាបថ្វាយគុំបដិជនគ្រប់ព្រះអង្គផងដែរបាទដែលលោកបានផ្ដល់បាទនៅបរិវេណសម្រាប់ធ្វើការរៀបចំបាទដែលនេះគឺជាការជួយគ្រប់គ្រងបាទដល់កីឡាករគុណខ្មែរបន្លកថ្មីឲ្យគាត់មានការប្រកួតប្រជែងហើយក៏ជាទីកន្លែងដែលអាចនិយាយបានថាទីអារាមគឺជាទីដែលប្រជុំទៅដោយសិល្បៈវប្បធម៌ប្រពៃណីសាសនាគម្ពីរផ្សេងៗនេះគឺនៅទីនេះម្ល៉េះហើយទើបមានកម្មវិធីអារាមគុណខ្មែរប្រដៅសំខាន់ឡើងអរគុណច្រើនប្រិមិត្តបងប្អូនអ្នកស្នេហាវិស័យកីឡាបណ្ដាលនៅថ្ងៃនេះយើងមានរហូតដល់11គូឬក៏11ប្រកួតបូកទាំងការប្រកួតពាក់ផ្ដាច់តម៉ារ៉ាតុនហើយយើងថែមកីឡាការីមកប្រកួតទៀតបាទដោយសារតែយើងបូកដកគុណចៃចុះឡើងគឺសល់កីឡាការីបាទដល់ពេលគាត់មានគ្នាគាត់ក៏ដាក់មកប្រកួតតែម្ដងបាទរួមតែអារាមគុណខ្មែរបានវិលជុំមកដល់នេះទៀតមិនដឹងថាការអញ្ចឹងយើងផ្ដល់ឱកាសឲ្យគាត់បានប្រកួតតែម្ដងបាទគ្រប់ការប្រកួតទាំងអស់គឺ3ទឹកឥឡូវនេះដើម្បីបន្តនៅព័ត៌មានពិស្ដាបាទយើងនឹងចាប់ផ្ដើមពីការគោរពទង់ជាតិនៃប្រជាជាតិកម្ពុជាជាមុនសិនចឹងសូមគោរពអញ្ជើញគណៈអធិបតីសូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់បាទមេត្តាក្រោកឈរឡើងទាំងអស់គ្នាដើម្បីយើងត្រៀមនឹងគោរពនៅទង់ជាតិនៃប្រជាជាតិកម្ពុជាគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាគោរពតោះយើងជឿទាំងអស់គ្នាសូមពួរទេវតាសូមអរគុណសូមមេត្តាសម្រួលឥរិយាបថបាទពេលនេះយើងឈានចូលដល់ការគូកងឬក៏ចាប់ឆ្នោតបេក្ខភាពម៉ារ៉ាតុនរបស់យើងទាំង4រូបថាតើនរណានឹងត្រូវប្រកួតក្នុងតំណែងគូទី2នរណានឹងត្រូវប្រកួតក្នុងតំណែងគូទី3ហើយរវាងអ្នកទាំង4នេះពីរអ្នកណានឹងឡើងទៅប្រកួតដណ្ដើមពានត្រៀមឆ្ពោះដំណើរទៅរកខ្សែក្រវ៉ាត់ដែលជាក្តីសម័យរបស់ពួកគាត់បាទអញ្ចឹងដែលមានគណៈកម្មការរៀបចំការប្រកួតបាទដែលមានលោកគ្រូឈុនប្រុសបាទដែលត្រៀមរួចជាស្រេចហើយបាទអញ្ចឹងសូមលោកគ្រូផ្ដល់នៅការចាត់ឆ្នោតបាទដោយកីឡាករចាប់ម្នាក់មួយសន្លឹកបាទបេក្ខភាពទាំង4រូបយើងដោយបានជំរាបជូនបងប្អូនកំពុងតែទស្សនាផ្ទាល់ដឹងហើយតែបងប្អូនទស្សនាតាមការផ្សាយផ្ទាល់ប្រហែលជាមិនទាន់ជ្រាបទេមានអេរវ៉ាន់បាទមានអេរវ៉ាន់មានមិត្តស៊ីណាតមានប្រុសសេងហាយបាទហើយនឹងជឿប្រាជុនកូនសិស្សរបស់គ្រូខ្ញុំជឿអញ្ចឹងអ្នកណាបានលេខ1ត្រូវប្រកួតជាមួយនឹងអ្នកលេខ1នៅគូទី2បាទសូមលើកกระดาษមកទាំងអស់គ្នាបាទអញ្ចឹងឃើញថាបងអូនឈឿបរាជុនត្រូវប្រកួតជាមួយនឹងប្រុសសេងហាចបាទនៅគូទី2បាទឈឿបរាជុនមកពីក្លឹបយឹមឈឿបគុណខ្មែរគុំជ្រៃប្រកួតជាមួយនឹង
ប្រុសសេងហាចមកពីក្លឹបវត្តអូជុកម្ដងសាមគ្គីបាទអញ្ចឹងមកមុខ2នាក់មកបាទមកមុខ2នាក់បាទទៅគ្នាអញ្ចឹងលោកគ្រូសូមយកស្លឹកទៅវិញចុះឲ្យកីឡារាជជនធ្លាប់ចាញ់ម្ដងធ្លាប់ចាញ់ម្ដងអរគុណអញ្ចឹងសូមកីឡាករចុះទៅសម្រួលអរិយាប័ត្រចុះបាទចំណែកឯមួយគ្រូទៀតបាទអរគុណចំបងប្អូនអាចចុះទៅបានមួយគ្រូទៀតសូមឡើងមកតាំងគួយនឹងមិត្តស៊ីណានមកពីក្លឹបប៉ុងសមិទ្ធគុណខ្មែរបាទនេះអ្នកបវលប៉ះអ្នកមងបាទអ្នកបវលប៉ះអ្នកមង ថ្ងៃពីស្រុកគ្នាប៉ុន្តែគាត់នៅខេត្តតែមួយបាទយ៉ាកំពុងមកមើលមុខគ្នាបាទ ទុំតាន់អាបងប្អូនណាបាទទៅពាក់កងហឹង